ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំមានមុខម្ហូបមួយមុខដើម្បីយកមកបង្ហាញជូនបងប្អូនអញ្ចឹងណាពីរបៀបស្លសម្លចាប់ឆាយហើយសម្លចាប់ឆាយនេះដែរគឺគ្រួសាររបស់នាងខ្ញុំគឺគាត់ចូលចិត្តមែនតែនសូម្បីតែនាងខ្ញុំអីក៏ចូលចិត្តដែរបងប្អូនហើយនិយាយរួមទៅគឺអាសាធ្វើញ៉ាំតែម្ដងហើយសម្រាប់បន្លែប្លុកគឺមានប្រមាណមុខនឹងឯងនាងខ្ញុំចូលចិត្តអីគឺនាងខ្ញុំដាក់ហ្នឹងហើយសម្រាប់បងប្អូនវិញបើចូលចិត្តបន្លែហ្នឹងក៏ដាក់បន្លែហ្នឹងទៅតែបើអត់ចូលចិត្តទេបងប្អូនអាចដាក់បន្លែផ្សេងពីហ្នឹងបានអញ្ចឹងណាគឺអត់រើសបន្លែទេបងប្អូនចាហើយជាដំបូងនាងខ្ញុំធ្វើការហាន់ជាមួយនឹងស្ពៃក្តោបហើយមកធ្វើការចិតជាមួយនឹងឆៃថៃនិងការ៉ុតហើយសម្រាប់ចំនួនវិញគឺនាងខ្ញុំដាក់មួយមុខតែ1មើមទេបងប្អូនចាដោយសារតែមាត់តែ2នាក់អញ្ចឹងស្លនិយាយរួមទៅបន្លែចាប់ឆាយវាមួយមុខតិចទៅវាធ្វើឲ្យវាច្រើនបងប្អូនចាអញ្ចឹងយើងមិនបាច់ដាក់ច្រើនពេកទេដាក់តែមុខតិចទៅសរុបចូលគ្នាគឺបានមួយឆ្នាំងតែម្ដងបងប្អូនចាហើយបន្ទាប់ពីយើងហាន់បន្លែហាន់អីហើយមកយើងមកធ្វើការលាងទឹកវាបងប្អូនចាតែសម្រាប់ការលាងទឹកវិញនាងខ្ញុំអត់បានថតទេអញ្ចឹងវីដេអូកន្លែងហ្នឹងគឺកាត់ចោលតែម្ដងបងប្អូនចានេះជាម្ហូបដែលនាងខ្ញុំត្រូវយកមកស្លបងប្អូនចាមានស្បែកជ្រូកមានឆ្អឹងជំនីអញ្ចឹងណាបងប្អូនចាហើយជាដំបូងគឺនាងខ្ញុំមកធ្វើការរំលីងខ្ទឹមឲ្យវាឈ្ងុយសិនណាបងប្អូនចាបន្ទាប់ពីខ្ទឹមឈ្ងុយហើយយើងដាក់ទឹកត្រីចូលហើយដាក់ស្ករក្រហមបងប្អូនចាកាលណាយើងដាក់ស្ករសទឹកសម្លរបស់យើងវាអត់សូវមានពណ៌ក្រហមទេបងប្អូនចាយើងដាក់ស្ករក្រហមអញ្ចឹងទៅវាធ្វើឲ្យទឹកមានពណ៌ក្រហមស្អាតណាហ្នឹងហើយបន្ទាប់មកយើងដាក់ទឹកត្រីបន្ថែមបន្តិចទៀតហើយកុំឲ្យវាខ្លោចទេយើងដាក់សាច់យើងចូលយកតែម្ដងហើយនឹងដូចជាផ្សិតដូចជាស្បែកឈប់អីអញ្ចឹងណាបងប្អូនចាបន្ទាប់ពីយើងដាក់សាច់ដាក់អីចូលទាំងអស់ហើយយើងមកដាក់គ្រឿងក្រៅបងប្អូនចាមានដូចជាប៊ីចេងហើយនឹងម្សៅស៊ុបបងប្អូនចាហើយនេះខ្ញុំដាក់ដុំស៊ុបខ្នុរហ្នឹងមកដុំដែរហើយបន្ទាប់ពីយើងគ្របទុកឲ្យវាពោះសាច់យើងឆ្អិនតិចហើយយើងមកធ្វើការថែមជាមួយនឹងប្រេងខ្យងបងប្អូនចាហើយសម្រាប់បងប្អូនចូលចិត្តដាក់ក៏បានអត់ក៏បានតែសម្រាប់នាងខ្ញុំដាក់ប្រេងខ្យងគឺធ្វើឲ្យម្ហូបកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនចាបន្ទាប់មកយើងដាក់បន្លែដែលរឹងចូលមុនកូរវាឲ្យវាចូលជាតិគ្នាបានល្អសិនណាបងប្អូនបន្ទាប់មកយើងដាក់ទឹកបន្តិចចូលទៅហ្នឹងហើយតោះយើងដាក់ទឹកឲ្យក្របវាមកទុនបន្លែសិនហើយយើងដាក់បន្លែណាដែលទុនចូលបន្លែណាដែលស្ដើងហ្នឹងហើយដូចជាស្ពៃក្តោបនេះអញ្ចឹងបងប្អូនចាកូរវាចូលចិត្តសាប់បានល្អហើយយើងដាក់ថែមទឹកយកគឺជាការស្រាចៃបងប្អូនហ្នឹងហើយយើងដាំរងាស់វាមើលតាមមកពុះបន្លែឆ្អិនតិចហើយយើងដាក់ជាមួយនឹងស្លឹកខាត់ណាចូលតែម្ដងដោយសារតែស្លឹកខាត់ណានេះគឺវាទូចហើយខ្ចីទៀតផងបងប្អូនចាអត់មានរងាស់យូរទេយើងរងាស់តែមួយផ្លែតទេហើយនេះខ្ញុំឆ្លៀតដាក់ម្រេចបន្តិចហើយនឹងអំបិលបន្តិចបងប្អូនចាឃើញថាវារាងសាបហ្នឹងហើយមើលតាវាឆ្អិនហើយយើងបងស្លឹកខ្ទឹមយកតែម្ដងដួសដាក់ចានឡើងទំនងមែនតែនតែម្ដងណាបងប្អូនហើយបើនិយាយពីក្លិនវិញឡើងឈ្ងុយតែម្ដងណាហើយបើនិយាយរសជាតិវិញឆ្ងាញ់មែនតែនបងប្អូនអើយស្លតាមវិធីនេះទៅគឺអត់ខុសបំណងទេបងប្អូនចានិយាយពីថាបានញ៉ាំហើយគឺចង់ញ៉ាំម្ដងទៀតមើលតែ2-3ថ្ងៃក្រោយគឺស្លញ៉ាំទៀតហើយបងប្អូនចាខ្ញុំយល់ថាអារម្មណ៍បងប្អូនអត់ខុសពីអារម្មណ៍នឹងខ្ញុំទេបងប្អូនចាហើយសម្រាប់វីដេអូនេះដែរក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀត